សុខស្ដីបងអរគ្នាហើយផងដែរសូមមកបង្ហាញបន្តិចដែលចង់រៀនកាត់សក់វគ្គដំបូងចង់ចេះកាត់សក់ឬក៏កាត់សក់ដីគោនៅតាមបេសយាអញ្ចឹងណាយើងរត់ទិញក្រាស់នេះមកតាមផ្សារឬក៏កន្លែងតាមហាងកាត់សក់ហើយនឹងទឹកត្រៃមួយទឹកត្រៃដំបូងយកធម្មតាទូទៅក៏បានដែរមួយគូត្រឹម$10 40000ជាងបាទហើយយើងវគ្គដំបូងក្នុងមួយទឹកដំបូងយើងអាចរៀនបង្វិលស្និតបាទយើងបង្វិលស្និតហ្នឹងមកបាទក្រាស់ហ្នឹងយើងក៏បង្វិលចាប់តែរត់ដៃពេលយើងនេះយើងក៏កាន់ចឹងទៅបាទយើងត្រឡប់ចុះក្រោមឡើងលើចុះក្រោមឡើងលើហើយសិតធ្វើម៉េចឲ្យស្និតដៃបើយើងស្ទាត់ដៃចឹងណាបាទហើយនឹងបង្វិលបែបនេះបាទយើងបង្វិលកាន់តែច្រើនកាន់តែល្អមកយើងស្ទាត់ដៃពីយើងស្រួលពេលដែលកាត់ទៅគឺយើងស្រួលប្រើហើយស្រួលកាន់មិនរុះតែយើងអត់ទៅចេះកាន់ទៅចេះប្រើពេលដែលយើងកាត់ងាយនឹងជ្រុះងាយនឹងឆែបហើយយើងញ័រពេលយើងកាត់ស្និតវាស្គាល់ពីស្និតហ្នឹងគឺយើងស្រួលហើយវាកត្រៃសម្រាប់កាត់សក់ខាងលើហើយយើងរៀនដូចគ្នាកាន់5មួយហៀងកាន់កត្រៃមួយហៀងក៏បវលទៅមកយើងរៀនកន្លះកត្រៃបាទអញ្ចឹងមកឲ្យអាហ្នឹងចូលកូនដៃមកកន្លះកូនដៃមកបាទហ្នឹងហើយពេលទៅអញ្ចឹងគឺយើងលម្អចេញមកហើយយើងចាំសកម្មពេលយើងត្រូវការកាត់គឺយើងកន្លះយើងបាទហើយសម្រាប់ការកាន់កត្រៃគឺយើងកាន់តែនាងធម្មតាទូទៅគឺអ្នកអត់ដឹងគឺគាត់កាន់ដៃកដាលកាត់ធម្មតាអញ្ចឹងណាតែសម្រាប់ការកាត់សក់ស្តង់ដាររបស់គេគឺយើងកាត់ដៃនាងយើងលលាស់ដៃនាងបាទហើយកាត់នេះពេលដែលយើង stop ពេលយើងចេះទៅយើងមិនបាច់ចូលដៃកូនក៏បានដែរយើងកាន់តែត្រឹមនេះក៏បានដែរហើយយើងចាប់ស្និតមួយសិតបាទអញ្ចឹងវគ្គដំបូងមានអីច្រើនទេជាងរៀនវគ្គដំបូងសិនអត់ដល់មួយទឹកមកtrong videoក្រោយខ្ញុំនឹងមានវគ្គ2